តបបងប្អូនទាំងអស់គ្នាថ្ងៃនេះ Channel អសតធម្មជាតិរន្ទេ2សូមណែនាំបង្ហាញបងប្អូនតកតងទៅនឹងរុក្ខជាតិមួយយ៉ាងសម្រាប់ជួយព្យាបាលតកតងទៅនឹងជំងឺគ្រោះក្នុងប្រមាត់បងប្អូនហ្នឹងហើយអញ្ចឹងគ្រោះក្នុងប្រមាត់នេះជាជំងឺមួយយ៉ាងដែលពិបាកព្យាបាលដែរហ្នឹងហើយអ្នកខ្លះប្រើថ្នាំអស់ច្រើនប្រើខាតពេលវេលាខាតលុយកាក់នឹងអស់ច្រើនប្រើនេះមិនត្រូវនោះមិនត្រូវអញ្ចឹងណាហើយតែងតែមានការចុកចាប់អីជាខ្លាំងអញ្ចឹងទៅស្ទុំនៅក្នុងប្រមាត់ហ្នឹងឯងកន្លែងខាងក្រោមសដនខាងក្រោមដោះយើងហ្នឹងគឺកន្លែងនេះប្រមាត់យើងហ្នឹងឯងអញ្ចឹងអ្នកដែលមានបញ្ហាគ្រោះក្នុងប្រមាត់ហ្នឹងគឺអាការៈហ្នឹងគឺមានការចុកចាប់នៅក្នុងកន្លែងហ្នឹងហើយមានអាការៈស្លេកជួនកាលមានលឿងទាំងសាច់លឿងទាំងភ្នែកផងដែរណាលឿងសាច់ផងលឿងភ្នែកផងអាហ្នឹងសម្រាប់អាការៈនៃជំងឺគ្រោះក្នុងប្រមាត់បងប្អូនយ៉ាត់ច្រឡំគ្នាកន្លែងខាងក្រោមដោះយើងហ្នឹងគឺខាងស្ដាំនៅខាងដោះខាងស្ដាំខាងក្រោមដោះបន្តិចហ្នឹងឯងចិត្តខាងស្ដន់ខាងដោះយើងហ្នឹងគឺជាកន្លែងនៃប្រមាត់យើងហើយនឹងថ្លើមផងដែរហើយប្រសិនបើខាងក្រោមចិត្តកន្លែងក្លៀកខាងស្ដាំហ្នឹងក្រោមដោះឬក៏កន្លែងមួយចំហៀងយើងឆ្អឹងចំណីទ្រូងខាងស្ដាំហ្នឹងវាអាចពាក់ព័ន្ធជាមួយនឹងថ្លើមផងដែរអញ្ចឹងប្រសិនបើបងប្អូនមានបញ្ហាអាការៈឈឺឆក់ចាប់អួលនៅកន្លែងហ្នឹងវាអាចជាអាការៈនៃគ្រោះក្នុងប្រមាត់ហ្នឹងឬក៏រលាកថង់ប្រមាត់ឬក៏វាមានអាការៈទាក់ទងទៅនឹងបញ្ហាជំងឺថ្លើមអាចថារលាកថ្លើមឬក៏មានបញ្ហាថ្លើមក្រិនថ្លើមអីចឹងណាអញ្ចឹងប្រសិនបើមានបងប្អូនមានអាការៈទាំងអស់ហ្នឹងបងប្អូនទៅពិនិត្យមើលសិនហ្នឹងហើយឲ្យលោកគ្រូពេទ្យអីពិនិត្យមើលបានច្បាស់លាស់ទៅបានច្បាស់លាស់ថាជាជំងឺអ្វីជំងឺថ្លើមឬក៏ជាបញ្ហាអាការៈនៃគ្រោះក្នុងប្រមាត់ហ្នឹងឯងហើយប្រសិនបងប្អូនដឹងប្រកាសថាជាគ្រោះក្នុងប្រមាត់ហើយបងប្អូនអាចសាកប្រើរុក្ខជាតិនេះបានប៉ុន្តែបើសិនបងប្អូនមានជំរឿនក៏ប្រើទៅឱសថបុរាណឬក៏ឱសថសម័យអីបើសិនបើមានជំរឿនហើយណាចេះតែទទួលទានចេះតែប្រើទៅក៏បានដែរបើសិនបើប្រើទៅជាប៉ុន្តែក្នុងលក្ខខណ្ឌតែប្រើទៅវាអត់ត្រូវណាប្រើថ្នាំនេះមិនត្រូវថ្នាំនោះមិនត្រូវអញ្ចឹងទៅបងប្អូនអាចសាកប្រើនៅរុក្ខជាតិនេះបានរុក្ខជាតិនេះឈ្មោះថាស្មៅលិចផ្ទុះបងប្អូនស្មៅលិចផ្ទុះហើយស្មៅលិចផ្ទុះនោះមានអ្នកប្រើមកវាត្រូវមានអ្នកជាហើយល្បីល្បាញទៀតផងហ្នឹងហើយលោកគ្រូម្នាក់នៅខាងខេត្តព្រៃវែងហ្នឹងក៏គាត់បានចែករំលែកដែរថាជំងឺប្រពន្ធរបស់គាត់ហ្នឹងមានបញ្ហាគ្រោះក្នុងប្រមាត់ហ្នឹងឈឺរាប់ឆ្នាំហ្នឹងហើយចេះតែមានការការៈចុកចាប់អញ្ចឹងណាហើយប្រើឲ្យថ្នាំល្បីនេះក៏ប្រើទៅល្បីនោះក៏ប្រើតាមគេទៅប៉ុន្តែចុងបញ្ចប់ទៅគាត់ប្រើជំរើសនឹងឯងប្រើជំរើសនៃស្មៅលិចផ្ទុះហ្នឹងដល់ពេលយកមកប្រើអញ្ចឹងទៅសប្ងៃជាទៅលែងចុកលែងចាប់លែងឈឺអញ្ចឹងអាចធ្វើការងារបានធម្មតាវិញអញ្ចឹងណាហ្នឹងហើយអញ្ចឹងការៈនៃការប្រើស្មៅលិចផ្ទុះនេះបងប្អូនមិនមែនយកស្មៅលិចផ្ទុះតែទាំងស្រុងទេគឺយើងយកមើលវាហ្នឹងហើយយកមើលស្មៅលិចផ្ទុះហើយស្មៅលិចផ្ទុះនេះបងប្អូនមើលចំណាំនៅក្នុងរូបភាពអញ្ចឹងណាវាផ្លែវាពេលដែលយើងយកមកដាក់មាត់យើងវាផ្ទុះផ្លែទុំវាណាឬក៏យើងយកដាក់ទឹកទៅវាផ្ទុះខាងផ្ទុះតិចទេមិនមែនផ្ទុះអីខ្លាំងទេគ្រាន់តែផ្ទុះផេះអញ្ចឹងណាហ្នឹងហើយពេលដែលយើងយកមកដាក់ក្នុងមាត់យើងឬក៏យើងយកដាក់ក្នុងទឹកទៅផ្ទុះផេះហ្នឹងហើយហ្នឹងផ្លែទុំហើយស្លឹកវារបៀបហ្នឹងឯងបងប្អូនមើលក្នុងរូបភាពហ្នឹងទៅស្លឹកកប៉ាងនេះអាហ្នឹងស្លឹកបាសឯនេះស្លឹករៀងតំណងមានតំណងតិចហ្នឹងហើយដើមវាមានរោមតិចហើយផ្កាវានេះបងប្អូននេះផ្កាពណ៌ស្វាយហ្នឹងហើយផ្កាពណ៌ស្វាយអញ្ចឹងណាបងប្អូនចំណាំមើលទៅហ្នឹងហើយរឹសវាមានមើមតូចបងប្អូនគាស់វាទៅគាស់ដើមទៅឃើញមើមវាហើយមើមវារៀងកប៉ាងកញ្ញាងអញ្ចឹងណាមកក្នុងមួយដើមអញ្ចឹងវាអាចមាន10 20មើមក៏មានដែរ10មើម20មើមតូចទេហ្នឹងហើយដូចយើងសរសៃលោតអញ្ចឹងណាបងប្អូនដូចសរសៃលោតអញ្ចឹងឯងរៀងពណ៌សពណ៌សមិនមែនសថ្លាទេសរៀងល្អរៀងក្រហមតិចអញ្ចឹងណាហ្នឹងហើយសរៀងក្រហមដូចយើងពណ៌គេហៅថាពណ៌ពងកពើពណ៌អីអញ្ចឹងណាពណ៌ផ្កាឈូកអីតិចហ្នឹងហើយរៀងពណ៌អញ្ចឹងឯងហើយសំខាន់បងប្អូនមើលតាមហ្នឹងទៅបងប្អូនអាចនឹងស្គាល់បានណាស្មៅហ្នឹងច្រើនដុះតាមព្រៃជែកព្រៃអីតាមក្រោយផ្ទះយើងអីចឹងណាតាមលបងតាមអីហ្នឹងច្រើនតែមានដុះហើយស្មៅលិចផ្ទុះនេះអញ្ចឹងបើសិនបងប្អូនមានអាការៈនៃជំងឺបញ្ហាគ្រោះក្នុងប្រមាត់ដោយថាបានរៀបរាប់មកអញ្ចឹងណាគ្រោះក្នុងប្រមាត់ហ្នឹងបងប្អូនយកស្មៅលិចផ្ទុះហ្នឹងគាស់យកមើមវាប្រហែលមួយក្តាប់
phần dương hà lại ngút đó nè của dương pra srop về riêng kapul riêng kapul chẳng dương pra dương ngút dương bông ôn hà đó cặp cuộc việc bàn hay hành vì tôi chứ là hành vì đang thì tôi tới tụi mới vô hà ngày hà vì ngút dân tới dân vô một pra sầm rạp đam tập tụ tiền chẳng phải là dương đám chẳng đã cả lạc đạp tới cả lạc đạp rồi còn mà đạp các bạn này phần pra cả lạc đạp các bạn này của để sai với ngút rồi nguồn chẳng vì trái nó cả lạc đạp men tay thì mưa biển này khi dân pra cả lạc đạp tới bông ôn đã tật pi lít ấy giống á này ngày cả lạc đạp tới tật pi lít đam về pu tới hay chầm xôm tục chẹt là mồm tới chạm tu tiền hộp tật nam chia 100 ngày tới mấy ngày hộp bị off pi lít ấy giống tới nâng tật đại dương đam nó rồi có ban mà lít rồi có lạc lít ấy giống nát ta mà chia sai dương chẳng á phần mà dương aiแต่ hộp ban chớn còn lo đại đầm bày ao vì chui rùm ly đông cru nó ngày bàn chạm là ngày hay bông ôn phơi chân tới những đam một đòn đam pi đòn tới đô tập pi đốt mà bông ôn đô năm một đòn đam pi đốt bông ôn đô năm trên một đòn từ cũng đam du pi cái nào để dựng đam tập du pi tới vì đôi thà vì ao hạt chiết năm á đò ao chiết cam năm tới vì mình miền bờ sật thiết với cà phê lên là người bông ôn co một đòn ngày bàn trao từ co một đòn mà cả lô ấy dân tới mà cả lô ấy tới rồi có pi cả lô ấy giống á co vì hay liêng tật về xa complete liêng tật về phong sầm ạt vì liêng tật về xa thái xôm bông ôn vô mồ hành hay hà ngày tục chào tới hay dừng pra vì nè để đam tật của tôi tiến bông ôn vô một đam chia 100 chẳng á nè đam ro ngày dần từ đam tật bàn pi đón dừng đô nằm một đòn pi đòn hái dừng đô nằm một đòn từ là ngày phơi biệt đằng ngày rồi hốt đo akara trong người bông ôn miền akara thu sra chán rồi co chia bông ôn ai từ oi hàng group thìเป็นmơ tới bực khơi thà cả nàyបញ្ហាគ្រោះក្នុងប្រមាត់ហ្នឹងវាបានធូរស្រាលឬក៏វាជាហើយវាលាយអស់ហើយបងប្អូនជប់ប្រើទៅនឹងហើយអញ្ចឹងយើងប្រើថ្នាំហ្នឹងត្រឹមតែមួយជាទេជាអាការៈរោគយើងហើយប្រសិនមកជាហើយបងប្អូនជប់ប្រើទៅហ្នឹងហើយអញ្ចឹងថ្នាំដែលត្រូវបងប្អូនមិនបាច់ប្រើច្រើនទេថ្នាំដែលត្រូវហ្នឹងគឺហូបតែម្ដងដឹងហូបថាយើងដាំមកកាសៀវយើងហូបអស់ទឹកតែមកកាសៀវយីដឹងថាវាមានអាការៈធូរស្រាលឬក៏អត់បើសិនជាហូបទៅហើយវាមិនបានធូរស្រាលទេវានៅតែពើផ្សាឈឺផ្សាយទេអាហ្នឹងក៏យើងជប់ប្រើក៏មិនតោះខុសឲ្យដែរហ្នឹងចឹងថ្នាំទូទៅមិនមែនតែថ្នាំហ្នឹងទេព្រោះថាប្រើមកកាសៀវ2កាសៀវហើយវាមិនទាន់ធូរស្រាលអីសោះនៅតែមានការឈឺចាប់ចុកចាប់អដែរចឹងទេយើងថ្នាំហ្នឹងវាមិនត្រូវទេវាខុសហើយវាត្រូវទេអញ្ចឹងបើថ្នាំដែលត្រូវគ្រាន់តែហូបអស់តែមួយកែវឬក៏កន្លះកាសៀវអីហ្នឹងទៅមានអាការៈធូរស្រាលបែកញើសមានអាការៈធូរស្រាលអន់ចុកអន់ចាប់អីចឹងណាអាហ្នឹងបានន័យថាថ្នាំហ្នឹងត្រូវឲ្យបងប្អូនបន្តប្រើទៀតទៅហើយស្មៅលេខផ្ទុះនេះមិនមែនចេះតែផ្សព្វផ្សាយទេគឺមានអ្នកប្រើមានអ្នកជាប្រកបមែនអញ្ចឹងបងប្អូនតើតើនឹងករណីជំងឺគ្រោះក្នុងប្រមាត់ហ្នឹងបងប្អូនអាចសាកប្រើបានហ្នឹងហើយអញ្ចឹងវីដេអូនេះមានប៉ុណ្ណឹងទេហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយតាមដាននិង Subscribe នៅ Channel អសតធម្មចិត្តបន្ទាយ2នេះម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីទៀតទាក់ទងទៅនឹងចំណេះដឹងរុក្ខជាតិឱសថនៃប្រជាជាតិកម្ពុជានៃយើងចិត្តថតទៅដើម្បីឲ្យបានជាចំណេះដឹងជាការផ្សព្វផ្សាយហើយក៏ឲ្យបងប្អូនបានស្គាល់អំពីរុក្ខជាតិស្គាល់អំពីគុណប្រយោជន៍នៃរុក្ខជាតិផងដែរអញ្ចឹងទៅអញ្ចឹងសូមអរគុណច្រើនដែលបានទស្សនាតាមដាន